សួស្តីបងវីដេអូនេះខ្ញុំនឹងបង្ហាញបងតាក់ទងជាមួយនឹងរបៀបក្នុងការចេញ send invoice ហើយនឹងយើងកែប្រែ description នៅក្នុង send invoice នៅពេលដែលចេញ send invoice បងចូលមក search បងនេះបងវាយពាក្យ send invoice មកហើយវានឹង drop list send invoice បងទាំងអស់ហើយនៅពេលដែលបងចេញ send invoice ថ្មីយើងចុចយក add send invoice បន្តមកទៀតអ្វីដែលបងត្រូវមើលមុនគេគឺ customer តើ invoice នេះយើងចេញទៅកាន់ customer មួយណាឧទាហរណ៍ថា invoice នេះខ្ញុំចេញទៅកាន់ customer មួយនេះចុះហើយផ្នែកខាងក្រោមនេះគឺជា due date ថ្ងៃដែលកំណត់ឲ្យគាត់សងប្រាក់របស់យើងអញ្ចឹងបន្តមកទៀតនៅពេលដែលយើងត្រូវការចេញ send invoice មុនពេលដែលយើង select item គឺយើង tick update stock ដើម្បីឲ្យវាកាត់ stock ចេញពី stock របស់យើងសិនអញ្ចឹងឧទាហរណ៍ថាពួកខ្ញុំចង់ចេញ send invoice ទៅកាន់ customer ពិសេសមួយហើយយើងលក់ item របស់គាត់គឺតូ A ចំនួនឧទាហរណ៍10 unit ចុះប៉ុន្តែនៅក្នុងតូ A ហ្នឹងបងអាចធ្វើការបន្ថែម description វាបន្ថែមទៀតនៅក្នុងតូ A ហ្នឹងដែលគ្រាន់តែយើងចុចយកកន្លែង edit នេះបងចូលមកកន្លែង description មកយើងអាចវាយបន្ថែមវាតូ A យើងបានមានដាក់ជា code color របស់គាត់អីចឹងទៅបង code color មកយើងអាចដាក់មក R345 អីចឹងទៅមាន specific ABC ព័ត៌មានអីថែមចឹងណាបងនៅពេលដែលបងដាក់ព័ត៌មានទាំងអស់ហ្នឹងហើយនៅក្នុង description យើង save វាមកបាទក្រោយពេលដែល save មកយើង preview invoice មួយហ្នឹងអញ្ចឹងអា description ដែលយើងបានដាក់នៅលើ description ដែលយើងបានធ្វើនៅលើ send invoice វានឹងចាប់នៅក្នុង invoice automatic មកបងកន្លែងនេះបាទអញ្ចឹងកន្លែងហ្នឹងជារបៀបក្នុងការដែលបង add description បន្ថែមនៅក្នុង item សម្រាប់ send invoice បងអូខេអរគុណច្រើនបង